Okay សួស្តីនៅក្នុងវីដេអូនេះយើងតាក់ទងជាមួយនឹង ASKP ដដែលប៉ុន្តែមេរៀនទី2ម្ដងណាមេរៀនមុនយើងបានរៀនពីមេរៀនទី1ហើយឥឡូវឲ្យកាពេតោះតរៀនជាមួយដល់សិស្សទាំងអស់គ្នាអញ្ចឹងកន្លែងនេះយើងអានថា简单词语对话简单词语对话អញ្ចឹងកន្លែងនេះយើងប្រើថារវាងឬក៏ពេលខ្លះវាប្រើច្រឡំជាមួយនឹងគឺដែរហ្នឹងណាតើនេះចឹងកន្លែងនេះជាតានស្អីចឹងពាក្យសាមញ្ញឬក៏ពាក្យធម្មតាណារវាងជាមួយនឹងទុយហកការសន្ទនាអញ្ចឹងយើងមានពាក្យកន្លែងនេះលសបានបកប្រាស់ឲ្យទេអញ្ចឹងណាចង់ឲ្យនាងរៀនចាំខ្លួនឯងណាមួយលសគាត់ថាអត់ចង់ចំណាយពេលច្រើនដោយសារលសរៀនរវល់អញ្ចឹងណាអញ្ចឹងទៅខ្លាចធ្វើមេរៀននេះឲ្យនាងអត់តាន់អញ្ចឹងណាឥឡូវកុំឲ្យកាពេតតែអានជាមួយលសអញ្ចឹងកន្លែងទី1នេះយើងអានថាញៀវណាយអញ្ចឹងលសមានកន្លែងនេះក៏មានកន្លែងនេះដែរអញ្ចឹងណាកន្លែងនៅមើលអត់ច្បាស់牛奶nửa yếu nửa nửa ái nại nhiều nại dương trái thá tất đặc cổ thế này kiểu bây giờ gì đó ở vô chỉ khoan hưởng nhiều nại trong trường tất đặc cổ chứ cái này là gì ok trong tiệm tôn chúng mình đang bị nhiều nại cái nhiều nại tất đặc cổ tí pít à cà phê khứa a cà phê dương phải tất cà phê này cà phê á ok ở đó là vô thiên hứa y bay cà phê trong cà phê mà cái ro ngày chẳng thể ok តើតើជាមួយនឹងពាក្យទី3យើងអានថា苹果破音苹គឺអ៊ូ果苹果យើងប្រើថាផ្លែប៉ោមហ្នឹងផ្លែប៉ោមអូខេ你喜欢吃苹果吗អូខេតើអ្នកជួយញ៉ាំផ្លែប៉ោមទេហ្នឹងហើយអូខេតើតើជាមួយនឹងពាក្យទី3គឺផ្លែប៉ោមទី4តើ水អូខេ水យើងប្រើថាទឹកតើនេះមានប្រែថាស្រានៅក្នុងវីដេអូមួយនោះថាឃើញទឹក水ប្រែថាស្រាអីចឹងណាហ្នឹងហើយអញ្ចឹងពាក្យ水យើងតែទឹកឧទាហរណ៍水对身体好តែនេះ喝水对身体好ផឹកទឹកល្អចំពោះសុខភាពអីចឹងណាហ្នឹងហើយអូខេអញ្ចឹងពាក្យ水យើងបកថាទឹកតែនេះមានអីផ្សេងទេតាទី5តា学校យើងបកថាសាលាឬក៏សាលារៀនវាមកពីពាក្យពីរ学គឺរៀន校គឺសាលានេះអញ្ចឹងសាលារៀនឬក៏សាលានេះ学校喜悦学喜要笑喜悦笑គេសាលារៀនអូខេតើតើជាមួយនឹងពាក្យទី6同学ถือអងថង喜悦学同学យើងបកថាមិត្តរួមថ្នាក់ហេតុតែយើងបកមិត្តរួមថ្នាក់ពាក្យថងគឺយើងប្រើតែរួមជារៀនអញ្ចឹងរៀនរួមគឺរៀនជាមួយគ្នាយើងហៅថាមិត្តរួមថ្នាក់ហ្នឹងឯងអូខេបើមិត្តរួមបន្ទប់ដែលមិត្តដែលយើងដេកបន្ទប់ជាមួយគ្នាអីអញ្ចឹងណាអញ្ចឹងអានោះយើងមានពាក្យថងអ៊ូអីចឹងទៅអញ្ចឹងណាអ៊ូសំដៅទៅលើហ្វាងជៀនហ្នឹងហើយអូខេវាសម្រាប់ទៅលើសួរសឿអញ្ចឹងទៅកន្លែងដល់ពេលដែលយើងធ្វើការកន្លែងណាទៅគឺមានកន្លែងស្នាក់នៅអានឹងគេហៅប្រភេទហ្នឹងឯងកន្លែងហ្នឹងឯងទាំងរៀនទាំងអីអាចថងអ៊ូអញ្ចឹងទៅកន្លែងធ្វើការសួរសឿអីចឹងទៅអញ្ចឹងណាតែកន្លែងរៀនក៏អាចសួរសឿដែរនឹងនិស្សិតអីចឹងណាអូខេតាមួយទៀត同学បញ្ជាក់ឡើងវិញ同学គឺមិត្តរួមថ្នាក់ទី7朋友កន្លែងនេះមកយកសឹងតៅឈីសឹងហ្នឹងហើយអត់សំលេងទេបើសំលេងទី5ដែលយើងអានស្រាលណា朋友មិត្តភក្តិទៅនេះឧទាហរណ៍ខ្ញុំមានមិត្តភក្តិ2នាក់ព្រោះយកជាក朋友ខ្ញុំមានមិត្តភក្តិ2នាក់អញ្ចឹងទៅអូខេមួយទៀតតើតទៅជាមួយទី8医院យើងអកថាមន្ទីរពេទ្យអូខេពាក្យ e សំដៅទៅលើ y សឹងពេទ្យហ្នឹងឯងគ្រូពេទ្យណាយានសំដៅទៅលើទីកន្លែងមួយអញ្ចឹងអានេះគឺមន្ទីរពេទ្យហ្នឹងឯងឧទាហរណ៍我生病的时候我经常去医院看病អញ្ចឹងនៅពេលដែលខ្ញុំឈឺខ្ញុំតែងតែទៅមន្ទីរពេទ្យអូខេតើតើជាមួយនឹងពាក្យទី9 y សឹងមិននឹងលសបាននិយាយ y សឹង y 是昂上第一声医生គឺយើងបកថាគ្រូពេទ្យទៅនេះហ្នឹងអូខេទី10តា身体យើងបកថាសុខភាពឬក៏ខ្លួនរបស់យើងអញ្ចឹងណាឧទាហរណ៍我天天锻炼身体ខ្ញុំហ្នឹងឯង锻炼身体កន្លែងនេះវាអាចន័យផ្សេងយើងអាចបកថាហាត់ប្រាណ身体我的身体不太好សុខភាពខ្ញុំមិនសូវល្អទេអញ្ចឹងកន្លែងនេះគឺយើងសំដៅទៅលើសុខភាពហ្នឹងអូខេតើតើជាមួយនឹងមួយទៀតតាពាក្យទី11តើតើជាមួយនឹងពាក្យ休息យើងបកថាសម្រាក
thọយើងធ្វើការហត់អីចឹងទៅមេយើងឬក៏មករួមការងារយើងប្រាប់ថាអ្នកសម្រាប់តិចទៅអញ្ចឹងណាអញ្ចឹងយើងអាចថានេះ小息一下នេះ小息一下នេះសម្រាប់ play ទៅ小息សម្រាប់ទី12យើងតាក់ទងជាមួយនឹងពាក្យកងជក់ពាក្យកងជក់យើងបកថាធ្វើការបើវាជាកិរិយាសព្ទបើជានាមបកថាការងារតែនេះតើថា你在这里工作多长时间了តើអ្នកធ្វើការនៅទីនេះយូរប៉ុណ្ណាអញ្ចឹងកន្លែងនោះដាក់តួជាកិរិយាសព្ទអញ្ចឹងណាអញ្ចឹងយើងអាចបកជានាមយើងអាចថាបើតើកងជក់很忙អីចឹងទៅអញ្ចឹងការងាររបស់ខ្ញុំច្រើនរវល់ណាស់អីចឹងទៅអញ្ចឹងកន្លែងហ្នឹងយើងដាក់តួជានាមវិញណាហ្នឹងហើយការងារទី13តើតើជាមួយនឹងពាក្យម៉ាម៉ាគឺរវល់ណា我这几天很忙អញ្ចឹងម៉ាថ្ងៃនេះខ្ញុំរវល់ណាស់អីចឹងទៅទី14តើតើជាមួយនឹងពាក្យកន្លែងនេះគឺយើងអានបើទី4យើងអានទាំងសរសេរយើងអានសរសេរសលេងទី2ប៉ុន្តែកន្លែងនេះភាសាការចេញណាអញ្ចឹងយើងសរសេរបែបនេះមិនណាតានេះពូឈក់គេពូឈក់យើងអាចបកបានច្រើនករណីតាមកសិៈនៃប្រយោគបើយើងនិយាយសំដៅទៅលើឧទាហរណ៍អូម្នាក់ហ្នឹងគេច្រៀងប្រុសអីចឹងយើងនិយាយទៅកាន់គេថាពូឈក់អញ្ចឹងយើងបកថាល្អអញ្ចឹងណាហ្នឹងហើយឬក៏ក្រិនបើអញ្ចឹងណាហ្នឹងហើយយើងដឹងថាពុកគឺមិនហើយឈក់គឺខុសអញ្ចឹងមិនខុសទេជាយើងបកថាល្អឬក៏ក្រិនបើអញ្ចឹងអូខេពាក្យមួយទៀតចុងក្រោយតើកោស៊ីងអូខេកោស៊ីងអញ្ចឹងកន្លែងនេះគឺសលេងទី4អត់មានសលេងទី1ទេអញ្ចឹងយើងអានថាកោស៊ីងយើងបកថារីករាយឬក៏សប្បាយចិត្តអញ្ចឹងណាឧទាហរណ៍យើងរៀនបានលេខ1ទៅយើងមានអារម្មណ៍សប្បាយចិត្តអញ្ចឹងណា我学得到了第一名我觉得很高兴អញ្ចឹងណាហ្នឹងអញ្ចឹងនៅក្នុងវីដេអូហ្នឹងលោកសិស្សអត់បរៀនដូចវីដេអូមុនទេលោកសិស្សកន់វាជា3វីដេអូអញ្ចឹងវីដេអូទី1គឺមានតែប៉ុណ្្នឹងឯងហើយនៅពេលរៀនវីដេអូនេះចប់នេះអាចច្រឡំជួសភៅហើយកត់បកប្រែអីមកចាំថតឲ្យផ្ញើលោកសិស្សផងហើយមួយទៀតកុំភ្លេចអានលោកសិស្សផងពេលនេះតនេណានឹង超时间可以来识读一下ចឹងឆ្លៀតពេលកាត់រកពេលអានអក្សរតិចមែនណាហ្នឹងហើយអក្សរចង់ស្ដាប់ដែរអញ្ចឹងណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងអូខេ再见明天见